ឲ្យទៅដល់ថ្ងៃបើកលុយម្នាក់ហូបបាយផ្ទះលែងឆ្ងាញ់អស់ហើយបងប្អូនណាយទោះតែបានទៅក្រៅអីយកបានឆ្ងាញ់តែបើថាអត់ទាន់ដល់ថ្ងៃបើកលុយវិញណាទោះជានៅផ្ទះមានពងទាតែ2គ្រាប់ហ្នឹងក៏ឆ្លៀតធ្វើហូបខ្លួនឯងដែរនៅខាងខ្ញុំនេះកាលពីម្សិលមួយថ្ងៃរៀងបានមួយថ្ងៃហើយពីម្សិលមិញហើយថ្ងៃហ្នឹងភ្លៀងតាំងពីព្រឹកទល់ល្ងាចទៀតហើយបងប្អូននៃវីដេអូនេះកាលពីម្សិលមិញប៉ាគេចេញពីធ្វើការមកគេនាំទៅហូបមីអីអញ្ចឹងណាហើយទៅនេះគឺថាទៅទាំងមេឃភ្លៀងនឹងបងប្អូននៃក៏ប៉ុន្តែអត់ជិះម៉ូតូទេជិះតាក់ស៊ីទៅដោយសារតែថ្ងៃហ្នឹងគឺថាដល់ថ្ងៃខួបកំណើតរបស់កូនពៅហើយអ៊ំពូមីងហើយដល់ពេលអញ្ចឹងហើយពីម្សិលមិញហ្នឹងគឺថានាំគាត់ទៅក្រៅរកមើលទិញកៅអៅហើយទិញរបស់លេងអីឲ្យតិចតួចអញ្ចឹងណាថាពេលដែលខ្ញុំទៅនេះភ្លៀងអត់សូវខ្លាំងទេបងប្អូនហើយវានៅអាលឹមរិចអញ្ចឹងហើយនៅអញ្ចឹងរហូតពីព្រឹកទល់យប់ពីយប់ទល់ព្រឹកវិញហ្មងបងប្អូនហើយមិនងាយរៀងទេមុននឹងទៅរកទិញអីលេងឲ្យកូនពៅហ្នឹងគឺថាឆ្លៀតចូលមកហូបមីមកផ្លែសិនពួកអីនៅផ្ទះអត់មានដាំបាយធ្វើមកហូបទេប៉ាគេចេញពីធ្វើការគឺនាំមកក្រៅហ្មងធ្វើការផងដើរលេងផងចុងខែមិនទាន់ទេបងប្អូនហើយគឺថាដាក់យាយហើយតែដឹងធ្វើមិនទេមនុស្សយើងម្នាក់ខំប្រឹងធ្វើការរាល់ថ្ងៃដើម្បីចិញ្ចឹមកាពះអញ្ចឹងហើយចង់ឲ្យកាពះហ្នឹងវាទទួលបានអីឆ្ងាញ់ខ្លះអញ្ចឹងកុំឲ្យថាមួយខែ30ថ្ងៃឲ្យគ្នាហូបបាយផ្ទះទាំង30ថ្ងៃពេកអញ្ចឹងហើយដកមួយថ្ងៃ2ថ្ងៃមកហូបអីនៅខាងក្រៅម្ដងទៅហើយមីដែលខ្ញុំចូលចិត្តហូបហ្នឹងគឺថាដដែលទេបងប្អូននៃមីខគោទៅដល់កន្លែងណាក៏កំងអានឹងដែរហើយមីនៅកន្លែងនេះពេលដែលយើងកំងហើយគេដាក់ឲ្យរួចរាល់គឺគេឲ្យយើងទៅលើកខ្លួនឯងគេអត់មានអ្នកលើកឲ្យទេហើយមើលម្នាក់ទូចនេះគឺថាខូចណាអ៊ំពូមីញ៉ៃឃើញខ្ញុំផ្លុំមីហើយដាក់ដៃមកត្រង់គេឲ្យដាក់នៅលើដៃគេហើយគេយកទៅហូបខ្លួនឯងដល់ពេលឃើញម៉ែនេះអត់ដាក់ឲ្យគឺថាងក់តើងហ្មងអ៊ំពូមីញ៉ៃប្រាប់ថានៅនេះកន្លែងហាងគេមិនមែននៅផ្ទះយើងចង់ហូបអីបានតាមចិត្តទេមានអីដល់ពេលប្រាប់ទៅចេះស្ដាប់គ្នាដែរតើអ៊ំពូមីញ៉ៃព្រមហូបតាមសម្រួលវិញអញ្ចឹងណាបន្ទាប់ពីហូបមីហើយគឺថានាំគ្នាដើរតម្រង់ទៅកន្លែងមើលខោអាវខ្ញុំនឹងថានាំកូនពៅមកទិញកៅអៅក៏ប៉ុន្តែដើរចូលមកកន្លែងហាងនេះអត់មានកៅអៅកូនទេមានតែកៅអៅឪហើយនឹងម៉ែវាអញ្ចឹងហើយក៏ឆ្លៀតទិញខ្លួនឯងនឹងបានមកកាផ្លេ2កាផ្លេដែរហើយទិញឲ្យប៉ាគេដែរអ៊ំពូមីញ៉ៃប្តីខ្ញុំគាត់មិនងាយទិញទេទោះតែយើងទិញឲ្យអញ្ចឹងថាបបួលគាត់ថាតោះទៅទិញកៅអៅអីឲ្យគាត់នឹងដឹងតែគាត់ថាមិនបាច់ទិញមិនបាច់អីទេទោះតែមកដល់ក្នុងហាងហើយយើងប្រាប់ថាឲ្យយកអានេះអានោះអញ្ចឹងមិនគាត់យកនឹងក៏មិនហ៊ានយកច្រើនដែរទៅរឹសបានមកកាផ្លេគាត់ថាប៉ុណ្ណឹងបានហើយឲ្យខ្ញុំទៅរឹសកៅអៅខ្លួនឯងវិញទៅកៅអៅគាត់ច្រើនតែតាមពិតទៅនៅផ្ទះគ្មានកៅអៅទេសិតតែកៅអៅកូនហើយកៅអៅប្រពន្ធទាំងអស់ហ្នឹងឥឡូវនេះចេញពីកន្លែងហាងកៅអៅគេនៅជាប់នឹងឃើញគេមានលក់របស់កូនក្មេងលេងអីអញ្ចឹងណាអ៊ំពូមីអញ្ចឹងហើយប៉ាគេក៏ឆ្លៀតចូលទិញអីឲ្យកូនពៅទៅគេប៉ែទៅជាមួយនឹងអាតេះភ្លើងនេះហើយដោយសារតែអាតេះភ្លើងនឹងវាលឺភ្លេងលឺអីយកបានអាតេះភ្លើងនឹងមួយគឺថាកាន់ហើយរត់ប្រូចប៉ាគេចង់ពក៏លែងឲ្យពដែរអ៊ំពូមីញ៉ៃគេចង់ដើរខ្លួនឯងសម្រាប់សម្រួលមកមុននឹងខោអាវនឹងទិញបានតាម៉ែហើយឪទេកូនពៅបានតែអាតេះភ្លើងមួយនឹងទេចាំទៅរកទិញនៅកន្លែងផ្សេងទៀតដោយសារតែកន្លែងខ្ញុំចូលមិញនឹងអត់សូវសបោអីលក់ទេហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលតាមដានតាំងពីដើមដល់ចប់ជម្រាបលាជួបគ្នាវីដេអូក្រោយទៀត